នេះគាត់តែភ្ញាក់ពីគេងមកនិយាយពីថាស្រស់ស្រាយសប្បាយចិត្តខ្លាំងមែនតើបងប្អូនអើយនិយាយពីថាកម្របានញ៉ាំអីឆ្ងាញ់ដូចថ្ងៃនេះណានិយាយពីមាត់វិញណាគឺញាប់ដូចម៉ាស៊ីនដេកអញ្ចឹងបងប្អូនទាំងអស់គ្នាអើយនិយាយពីថាមាន់បំពង2មានកពិងរាជត្រាំធ្វើខ្លួនឯងនិយាយពីថាអូយស្រក់ទឹកមាត់ឆ្ងាញ់ខ្លាំងមែនតើហ្មងបងប្អូនទាំងអស់គ្នានិយាយទៅកពិងរាជគឺខ្ញុំបានដល់5ផ្លែប៉ុណ្ណានៃកពិងរាជសលៃពេលដែលចិត្តត្រាំខ្លួនឯងអញ្ចឹងទៅនិយាយពីថាឆ្ងាញ់ខ្លាំងសាច់កពិងរីកឡើងទុនឡើងផ្អែមឆ្ងាញ់ខំដូចខំសាច់មាន់ខំសាច់គោអញ្ចឹងមើលណែច្រោកជាពិថាទឹកមាត់ស្រក់ដូចអីអញ្ចឹងណាតែឥឡូវហ្នឹងមុននឹងនាំបងប្អូនទាំងអស់គ្នាទៅមើល vlog បន្តខ្ញុំសូមមកញ៉ាំទឹកដោះគោស្រស់មួយកែវសិនទឹកដោះគោដែលខ្ញុំតែងតែញ៉ាំជាប្រចាំនោះគឺទឹកដោះគោស្រស់ So Natural ទឹកដោះគោស្រស់ So Natural ណាគឺជាទឹកដោះគោដែលមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើជាពិសេសគឺជាទឹកដោះគោដែលផលិតមកពីប្រទេសអូស្ត្រាលីផលិតដោយគោដែលចិញ្ចឹមដោយផាសុខភាពហើយនៅក្នុងទឹកដោះគោ So Natural ណាមានវីតាមីនខ្ពស់មានប្រូតេអ៊ីនមានកាល់ស្យូមមនុស្សចាស់ញ៉ាំទៅធ្វើឲ្យឆ្អឹងរឹងមាំជួយឲ្យមានកម្លាំងជំនួយទៅដល់ការគេងក្មេងញ៉ាំទៅជួយឲ្យមានសុខភាពល្អធ្វើឲ្យឆ្លាតវៀងវៃធ្វើឲ្យធ្មេញកាន់តែរឹងមាំជំនួយការចងចាំហើយកាន់តែពិសេសនោះចំពោះបងប្អូនស្រីៗដែលគាត់កំពុងតែមានផ្ទៃពោះឬក៏កំពុងតែត្រៀមយក baby ជំនួយទៅដល់តែរូបក្នុងផ្ទៃនិងសុខភាពអនាយញ៉ាំហើយអត់ធ្វើឲ្យចាញ់ទេណាហើយមិនខ្ញុំញ៉ាំតែម្នាក់ឯងទេណាបងប្អូនគឺខ្ញុំញ៉ាំទាំងគ្រួសារហ្មងហើយអ្វីដែលកាន់តែពិសេសខ្លាំងបំផុតថែមទៀតនោះគឺក្មេងៗចាប់ពីអាយុ2ឆ្នាំឡើងគឺអាចញ៉ាំបានហើយណាហើយបើបងប្អូនទាំងអស់គ្នាចង់ឲ្យក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ទាំងអស់កាន់តែមានសុខភាពល្អកុំភ្លេចញ៉ាំទឹកដោះគោស្រស់ So Natural ទាំងអស់គ្នាណាខណាបានបងប្អូនទាំងអស់គ្នាអើយផលិតផលមួយដែលមានតម្លៃសមរម្យហើយគុណភាពទ្វេគុណបែបនេះនិយាយពីរសជាតិវិញឡើងឈ្ងុយគ្រាន់តែដាក់ចូលមាត់ទៅបែកខ្ទិះគ្រីមទឹកដោះគោឡើងពេញមាត់ហ្មងណាមាន So Natural នៅក្បែរដូចមានអ្វីៗគ្រប់យ៉ាងអញ្ចឹងហើយបានសុខភាពល្អទៀតអញ្ចឹងឥឡូវហ្នឹងបន្ទាប់ពីបានញ៉ាំទឹកដោះគោហើយខ្ញុំក៏ចាប់ផ្ដើមមកចាត់ការមាន់ម្ដងបងប្អូនទាំងអស់គ្នាអើយមិនចាំយូរទេនិយាយពីថាមាន់ស្រែបំពងស្រួយក្តៅឈ្ងុយអូយជាតិសាហាវមែនណាបងប្អូនខ្ញុំអត់និយាយលេងទេណាមាន់ស្រែដែលយើងយកមកបំពងបែបហ្នឹងឲ្យបុកទឹកត្រីកោះកុងមានតសក់មានបន្លែមានជីផ្ទាប់អញ្ចឹងទៅអូយនិយាយពីថាសាច់មាន់វិញណាឡើងផ្អែមខ្លាញ់ឡើងឈ្ងុយហ្មងណាអញ្ចឹងហើយម៉ាក់នេះសុំដាក់មកកាភ្លៅសិនមើលអូយគាត់ទៅថាខំទាញមកសាច់មាន់ឡើងសាច់វាឡើងផ្អែមហើយអត់ភុយណាបងប្អូនមាន់ស្រែបងប្អូនដឹងស្រាប់ហើយថាឆ្ងាញ់ខ្លាំងមែនតើហើយបាននិយាយពីខ្ញុំក្នុងពេលនេះវិញណាបងប្អូនចិត្តពីរក្នុងពេលតែមួយនិយាយពីថាមាត់កំពុងតែញ៉ាំមាន់ស្រែទេប៉ុន្តែភ្នែកលួចកលេចមើលកពិងរីកសិនឲ្យលួចមើលមិនបងប្អូនអើយបើកពិងរីកឡើងប៉ុណ្ណានៃចិត្តត្រាំធ្វើខ្លួនឯងប៉ុន្តែមុននឹងញ៉ាំកពិងរាជសូមមកញ៉ាំមាន់សិនក៏ឆ្ងាញ់មួយណាក៏ឆ្ងាញ់អញ្ចឹងហើយមិនអាចរំលងបានទេបងប្អូនមើលសាច់មាន់ណាហែកមកអូនិយាយពីថាដាក់មួយទឹកថៃកោះកុកមានម្ទេសឡើងក្រហមជិតទៀតខំមកសាច់ឡើងស្វិតឆ្ងាញ់បើថាស្បែកវិញឡើងឆ្ងាញ់មានជាតិខ្លាញ់នៅជាប់នៅនឹងទៀតណាថែមបាយមួយម៉ាត់មកខ្លាំងមែនតើហ្មងណាវាត្រូវមួយបន្លែមានសាឡាត់មានជីមានតសក់ឲ្យហែកសាច់មាន់ផ្ទាប់អញ្ចេះមកបងប្អូនអើយចាំការទៀតចលក់ទឹកត្រីឲ្យដាក់ចូលមាត់មកស្រួយឈ្ងុយផ្អែមខ្លាញ់និយាយពីថាអូយខ្ញុំមិនដឹងថាបរិយាយថាមិនចុះឡើងចង់ដាច់មាន់មួយម្នាក់ឯងហើយបើនិយាយពីស្បែកមាន់ហើយនឹងកញ្ចូញមាន់វិញណាដឹងតែបាត់ហើយបងប្អូនទាំងអស់គ្នាមើលទៅដឹងហើយថាដៃគឺអត់ទំនេរហ្មងដៃនិងមាត់គឺសហការគ្នាបានយ៉ាងល្អហើយអាមាន់នៅដៃនេះក៏ចិត្តអស់ដែរបើថានៅបន្តយូរជាងនឹងទៀតអាចនឹងដាច់ទាំងពីរហ្នឹងក៏ថាបានអញ្ចឹងហើយមានតែលះបង់ត្រឹមប៉ុណ្្នឹងសិនហើយលះបង់មាន់សវាយកកពិងរីកម្ដងគាត់តែថាលើកកពិងរីកមកដល់មុខភ្លាមនិយាយពីថាស្រក់ទឹកមាត់បដាហើយទឹកកពិងរីកនេះយើងត្រាំខ្លួនឯងយើងប្រើស្ករសសុទ្ធទៅបងប្អូននិយាយពីថាឆ្ងាញ់ជាតិសាច់កពិងរីកវិញអូយដាក់ចូលមាត់ទៅទុនល្មើយឆ្ងាញ់ជាតិផ្អែមឆ្ងាញ់និយាយថាអត់ចត់ទេណាបងប្អូនដោយសារយើងធ្វើខ្លួនឯងអញ្ចឹងយើងត្រាំខ្លួនឯងអីខ្លួនឯងសាច់កពិងរីកឡើងទុនឆ្ងាញ់ស្វិតហ្មងណាបងប្អូនមិនជឿទេមើលទៅបើសិនជាកពិងរីកនឹងនៅមានជាតិចាត់ឬមួយក៏អត់ឆ្ងាញ់អត់អីណាខ្ញុំមិនអាចញ៉ាំបានច្រើនអញ្ចឹងឯងនិយាយថាដាក់ចូលមាត់ពី1ម៉ាត់ទៅ1ម៉ាត់ខំដូចស្ករកស៊ូអញ្ចឹងបងប្អូនឃើញទេអូយឆ្ងាញ់ខ្លាំងណាបងប្អូនអើយមានកពិងរីកខ្ញុំមកធ្វើបែបហ្នឹងទៅឆ្ងាញ់ខ្ញុំនេះហ៊ានតានីថាឆ្ងាញ់ហ្មងនេះគាត់តែថាបានខំច្រោកនិយាយពីថានិយាយទៅដូចតែខំសាច់មាន់សាច់គោដូចខំភីសា burger ចឹងណាឆ្ងាញ់ខ្លាំងមែនតើជាអធិស្ឋានមែនតើបងប្អូនអើយមករយៈហ្នឹងរវល់ឲ្យកូនឈឺរហូតអញ្ចឹងហើយបានប្រាប់ពីវិធីធ្វើដល់បងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នា